បាទសួស្តីបងប្អូនអ្នកស្រឡាញ់តន្ត្រីស្រឡាញ់ខាងវិស័យបាសថ្ងៃនេះខ្ញុំមានវីដេអូមួយចែកម្លែកឬក៏ពីរបៀបប្រើប្រាស់graphic ដែលយើងអត់មាន crossover យើងមានតែ graphic ជាមួយនឹង pli ហើយយើងអាចចែកមួយ channel sub មួយ channel song បានអានេះជារបៀបប្រើរបស់ខ្ញុំទេតែបងប្អូនប្រើរបៀបម៉េចខ្ញុំអត់ដឹងទេប៉ុណ្ណានេះគ្រាន់ថាខ្ញុំចែកម្លែករបៀបប្រើរបស់ខ្ញុំchannel A អានេះខ្ញុំយកធ្វើ sub ទៅហើយ channel B ខ្ញុំធ្វើ song អញ្ចឹងកាលណាយើងយក channel មួយនៅធ្វើ sub យើងទៅឡើង sub ពីត្រឹមពី20 Hz នេះដល់ត្រឹម100មកហើយយើងទៅឡើងវាពាក់កណ្ដាលឬលើសតិចទៅហើយក្រោយពីហ្នឹងយើងទៅលាក់ចុះអស់មកទាំង mid ទាំង high យើងទៅចុះអស់មកហើយសម្រាប់ channel B យើងយកធ្វើ song អញ្ចឹងមានន័យថាយើងយកធ្វើ song យើងយកចាប់ពីត្រឹម20 Hz ឡើងដល់100ហ្នឹងយើងលើវិញឬក៏ធំពាក់កណ្ដាលក៏បានដែរបាទហើយបន្ទាប់មក mid high mid នេះយើងអានេះយើងចង់ឲ្យសាប់ចូលនៅក្នុងសងយើងទៅឡើងលើសពាក់កណ្ដាលក៏បានឬក៏ទៅឡើងខុំចុះទៅខុំពាក់កណ្ដាលនេះក៏បានដែរអញ្ចឹងសម្រាប់បាសដែលយើងមានសាប់ខ្លះអីសងយើងមានសាប់ចូលខ្លះយើងអាចតម្លាក់វិញមកហើយប្រភេទបាសណាអត់សូវមានយើងទៅឡើងលើហើយនេះ mid high យើងទៅឡើងវាកុំកប់ទេយើងឡើងពាក់កណ្ដាលតាមសេរីតាមដែលយើងស្រឡាញ់ទៅស្រួយឬក៏ស្រាលឬក៏សតុនយើងតាមនោះទៅហើយនេះ channel A យកធ្វើសាប់channel A សាប់នេះ channel សង channel B សងអញ្ចឹងជាមួយខ្ញុំតឡើងសាប់ឲ្យមើលបាទឃើញវាចូលដល់ចូលបន្តិចមានន័យថាវាកាត់បានអត់ 100% ទេដោយសារយើងវាអត់មាន crossover អញ្ចឹងមានន័យថាយើងប្រើហ្នឹងអាចជំនួស crossover បានបាទនេះសាប់ហើយនេះសងអានេះសងនេះបាទទៅពីមកចង់ឲ្យធន់ចង់ឲ្យស្រាយើងទៅឡើងហ្នឹងមកបាទវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបាទបើសិនជាបងប្អូនមានវិធីសាស្ត្រផ្សេងជួយណែនាំផងឬក៏